យើងប្រើ go have gone ឬក៏ have been was going ចឹងមានថាបើសិនជាអ្នកគេខខ្ញុំប្រាប់ថាខ្ញុំនឹងនៅពលានហោះចឹងពេលហ្នឹងគាត់កំពុងនៅពលានហោះអូខេចឹងថ្ងៃនេះយើងមកបន្តជាមួយនឹងកំណែបាក់ឌុប2009 part 3ដែលយើងកំណែពី grammar ចឹងយើងអាចឃើញថាបាក់ឌុបតាំងពី2010ចុះទៅក្រោមគឺពិបាកខ្លាំងចឹងអ្វីដែលយើងរៀននៅក្នុងនេះយើងក៏អាចយកទៅប្រឡងជាមួយនឹងស្មាយលើដែរដោយសារវាចេញស្តៀងគ្នាគ្រាន់គេឲ្យនេះច្រើនជាងនេះគេចេញ grammar ឡើង10ហើយចឹងកុំឲ្យចាំយូរពេកយើងមកមើល sentence ទី1 The man again had blew off in the wind chased it across the park ចឹងយើងគួរប្រើ his whose ឬក៏ that the man that had ឬក៏ who had ចឹងកន្លែងហ្នឹងយើងប្រើ whose ហេតុអីយើងប្រើ whose ហ្នឹងបញ្ជាក់ឲ្យកម្មសិទ្ធិនៅពេលដែលយើងចង់បញ្ជាក់ថាhad ហ្នឹងគឺជាកម្មសិទ្ធិរបស់គាត់នេះចឹងមកយើងប្រើ whose ដល់ពេលយើងប្រើ who យើងគ្រាន់និយាយទៅមនុស្សម្នាក់ឯង The man who go to school the man who go to the office ហ្នឹងមកយើងប្រើ who ដល់ពេល whose គឺបញ្ជាក់ឲ្យកម្មសិទ្ធិ The man whose hat មានថា hat ហ្នឹងគឺជាកម្មសិទ្ធិរបស់គាត់អញ្ចឹង whose យើងប្រើជាមួយ possession គឺកម្មសិទ្ធិ and ទី2 If anyone phone me tell them that I get to the airport យើងប្រើ go have gone ឬក៏ have been was going អញ្ចឹងមានថាបើសិនជាអ្នកគេខខ្ញុំប្រាប់ថាខ្ញុំនឹងនៅពលានហោះអញ្ចឹងពេលហ្នឹងគាត់កំពុងនៅពលានហោះបើសិនជាមានរឿងអីកើតឡើងមុខនឹងទៀតប្រាប់ថាខ្ញុំនៅនេះចឹងគេនិយាយពីអីគេ present tense ហ៎យើងអាចឃើញក្នុងនោះជា present tense ចឹងអ្វីដែលកើតឡើងមុន present simple ទៀតគឺ present perfect so កន្លែងហ្នឹងយើងប្រើ present perfect that I have gone to the airport ចឹងមានថាគាត់នៅពលានហោះឥឡូវហ្នឹងគាត់នៅពលានហោះប៉ុន្តែប្រហែលនាទីក្រោយអីហ្នឹងមានគេខគាត់គេខគាត់ទៅក៏ប្រាប់តែគេខគាត់ប៉ុន្តែតាមអ្នកដទៃអញ្ចឹងហើយប្រាប់ថា Okay if anyone phone me tell them that I have gone to the airport and ទី3 if it get rain we'll have the party outside if it doesn't rain or didn't rain ឬក៏ couldn't rain ឬក៏ don't rain ចឹងកន្លែងហ្នឹងគេប្រើ if conditional គេប្រើ conditional គេប្រើ first conditional គឺនៅមុខ if នេះ present simple ធម្មតាហើយខាងក្រោយនេះគឺ will ហើយចឹងកន្លែងហ្នឹងយើងប្រើ if it doesn't rain បើមិនជាវាអត់ធ្លាក់ភ្លៀងទេពួកយើងនឹងរៀបចំ party នៅខាងក្រៅផ្ទះឬក៏អីទៅ and ទី4 a company cannot survive if losers are always a get profit មានថាcompany មួយឬក៏ក្រុមហ៊ុនមួយអាចរស់បានឬក៏អាចទ្រាំទ្របានទេបើសិនជាផលចំណេញដែលគាត់បានហ្នឹងគឺទាបជាងគាត់ចំណាយនឹងទៀតគាត់ចំណាយច្រើនដល់ពេលចំណេញបានឡើងតិចទៅមិនឃើញទូលលេខហ្នឹង negative ចឹងកន្លែងហ្នឹង if losers are always keep great than ឬក៏ greater than the greatest or great as ចឹងកន្លែងហ្នឹងគឺប្រើ greater than ទី5 our flight to Kok Kong to Ratnagiri was delayed again because on account ឬក៏ as a result ចឹងកន្លែងហ្នឹងយើងប្រើគេ because of ដូចគ្នាមិនយើងត្រូវប្រើ of ខាងក្រោយអូខេចឹងយើងមើលពេលដែលយើងប្រើ because គឺនៅពេលដែលខាងគេនិយាយថា dependent clause នឹងដើរតួជាខាង dependent clause ហើយចឹង because ខាងក្រោយត្រូវមាន complete sentence មួយបើមិនជាយើងប្រើដូចកន្លែងនេះយើងប្រើតពាក្យម៉ាត់ជា object the heavy rain ចឹងខាងមុខហ្នឹងយើងត្រូវប្រើ because of the heavy rain អូខេ
ដល់ពេលបើសិនជាយើងចង់ប្រើ because យើងអត់ត្រូវដាក់ because the heavy rain ទេយើងត្រូវនិយាយថា because the rain was so heavy ឬក៏អីចឹងជា complete sentence វិញអូខេបន្តមកទៀតយើងបន្តមកទី6យើង Your mother used to visit you quite often didn't she doesn't she hadn't she or wouldn't she ចឹងកន្លែងហ្នឹងយើងប្រើគេអានេះគឺជា past simple ចឹងខាងក្រោយហ្នឹងក៏ត្រូវ past ដែរហើយមួយទៀតគេប្រើ question tag ហ្នឹងគឺបើសិនជា sentence ខាងមុខវា positive ខាងក្រោយគឺ negative ចឹងកន្លែងហ្នឹងយើងប្រើ didn't she វា negative ដូចគ្នាចឹងមិនអត់ hadn't wouldn't វាអត់ត្រូវ grammar មួយគ្នាទេ hadn't មួយ wouldn't ហ្នឹងបន្តមកទៀត The magnificent Agate's temple was constructed by the Chinese 8 centuries old 8 century ឬក៏8 century old ហើយចឹងកន្លែងហ្នឹងយើងប្រើយើងដាក់ 8 century old ហើយអីទី1គឺលេខ8នេះត្រូវនៅមុខគេ and century នេះគឺអានេះគឺជា singular វាមិនមែន plural ទេចឹងកន្លែងហ្នឹងគេប្រើ singular អត់ប្រើ plural ចឹងអានេះខុសហើយ and អានេះបញ្ជាក់ apostrophe s នេះគ្រាន់ជាបញ្ជាក់ជាកម្មសិទ្ធិ a មួយបែបអានេះជារបស់ខ្ញុំឧទាហរណ៍ someone's fault ហ្នឹងគេប្រើចាវាថាហ្នឹងគឺជាកំហុសរបស់ម្នាក់ហ្នឹងចឹងអានេះយើងប្រើត្រូវទេអានេះ old នេះក៏ខុសទៀតគេដាក់ adjective នៅខាងមុខគេអូខេចឹងចង់ឲ្យគេ the correct answer is 8 century old ទី8 if he would have been able to pass the exam កន្លែងហ្នឹងគេប្រើគេ third conditional ថាខាងក្រោយhe would have been ចឹងខាងមុខយើងគឺ past perfect ចុះ past perfect យើងមួយណា had studied hard if he had studied hard he would have been able to pass the exam ទី9 if Kim sang AK with us he would have had a good time if Kim sang had come ឬក៏ came ឬក៏ would have come ឬក៏ come តទេ if Kim sang had come ដោយសារអីគេកន្លែងហ្នឹងដូចគ្នាគឺ third conditional if Kim sang had come អូខេអញ្ចឹង verb 3 របស់ come គឺ come ដដែល come came come okay if Kim sang had come with us he would have had a good time ទី10 Are you sure that your brother AK used the new equipment knows to knows the knows how to អូខេចឹងកន្លែងហ្នឹង it's obvious គឺយើង know យើងដាក់ knows how to Are you sure that your brother knows ដឹងថា how to use ហើយយើងដាក់ how ទៅទេវាមាន to ថាយើងប្រើមិន and knows the use ក៏អត់ត្រូវដែរចឹងមានតែចុងក្រោយគេមួយ knows how to use អូខេចឹង and that's all for the grammar of បាក់ឌុប2009 I hope everyone understand and យើងអាចឃើញថារៀងបាក់ច្រើនដែរក៏យើងអាចយកទៅ review ហើយរៀនខ្លួនឯងច្រើនដែរ and that's all for this video thank you